លោកបានអះអាងថាលោកគឺជាអ្នកបាញ់សម្លាប់អូសាម៉ាប៊ីនឡាដិនក្នុងអំឡុងការវាយឆ្មក់ចូលទីតាំងលាក់ខ្លួនរបស់មេដឹកនាំភេរវករពិភពលោករូបនេះនៅក្នុងប្រទេសប៉ាគីស្ថានលោក Robert O'Neill អ្នកដែលបានបាញ់សម្លាប់អូសាម៉ាប៊ីនឡាដិនលោក Robert O'Neill បច្ចុប្បន្នជាវាគ្មិនលើកទឹកចិត្តជាអ្នកផ្ដល់ព័ត៌មានរបស់ស្ថាប័នកាសែត Fox News កាលពីអតីតកាលលោកធ្លាប់បម្រើការនៅក្នុងកងកម្លាំងប្រតិបត្តិការពិសេសរបស់កងទ័ពជើងទឹកអាមេរិក US Navy SEAL ចាប់ពីឆ្នាំ1996ដល់ឆ្នាំ2012កាលពីខែឧសភាឆ្នាំ2011លោកបានចូលរួមក្នុងប្រតិបត្តិការពិសេសឬ Operation Neptune Spear ជាមួយនឹងកងកម្លាំងពិសេស SEAL Team 6ដើម្បីតាមប្រមាញ់មេដឹកនាំភេរវករពិភពលោកអូសាម៉ាប៊ីនឡាដិនតើលោក Robert O'Neill មានប្រវត្តិយ៉ាងណាសូមអញ្ជើញទស្សនាវីដេអូកម្មវិធីកំពូលមនុស្សនេះដូចតទៅមានបទពិសោធន៍ក្នុងបេសកកម្មជាច្រើនលោក Robert O'Neill កើតនៅថ្ងៃទី10ខែមេសាឆ្នាំ1976លើទឹកដីសហរដ្ឋអាមេរិកលោកបានចំណាយពេលកុមារភាពរស់នៅក្នុងទីក្រុង Butte នៃរដ្ឋ Montana ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ Butte Central Catholic ក្នុងឆ្នាំ1994យុវជនរូបនេះបានចូលរួមក្នុងកងកម្លាំងប្រតិបត្តិការពិសេសនៃកងទ័ពជើងទឹកអាមេរិកឬ Navy SEAL ក្នុងនាមជាសមាជិករបស់ Navy SEAL លោកត្រូវបានគេរាយការណ៍ថាធ្លាប់បានចូលរួមក្នុងបេសកកម្មជាង400ដងពេលមួយនៅពេលចាកចេញពីផ្ទះដើម្បីបំពេញបេសកកម្មលោកធ្លាប់គិតថាលោកនឹងមិនមានជីវិតត្រឡប់មកវិញឡើយលោកក៏ជាផ្នែកមួយនៃប្រតិបត្តិការ Red Wings ដែលក្នុងប្រតិបត្តិការនោះលោកបានជួយសង្គ្រោះលោក Marcus Luttrell សមាជិកក្រុម US Navy SEAL បេសកកម្មរបស់ Red Wings មានគោលបំណងចាប់មេដឹកនាំក្រុមតាលីបង់ឈ្មោះ Ahmed Shah នៅក្នុងអំឡុងបេសកកម្មនោះសមាជិកក្រុម Navy SEAL ចំនួន3រូបក្នុងចំណោម4រូបត្រូវបានគេសម្លាប់លើសពីនេះទៅទៀតឧទ្ធម្ភាគចក្រមួយគ្រឿងដែលត្រូវបានគេបញ្ជូនទៅជួយក្រុមទាហានក៏ត្រូវបានគេបាញ់ទម្លាក់ផងដែរបណ្ដាលឲ្យទាហានពិសេសអាមេរិកចំនួន8នាក់ព្រមទាំងសមាជិកក្រុម Navy SEAL 8នាក់ដែលនៅលើយន្តហោះផងបានស្លាប់លោក Robert O'Neill ក៏ធ្លាប់បានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះកប៉ាល់ MV Maersk Alabama ដែលមានជនជាតិអាមេរិកកាំងឈ្មោះ Richard Phillips ជាប្រធានក្រុមកប៉ាល់នៅពេលក្រុមចៅសមុទ្រសូម៉ាលីប្លន់កាលពីឆ្នាំ2009បេសកកម្មជួយសង្គ្រោះកប៉ាល់នោះត្រូវបានគេយកមកផលិតជាខ្សែភាពយន្តក្រោមចំណងជើងថា Captain Phillips លោកជាសមាជិករបស់ SEAL Team 6ដែលបានធ្វើប្រតិបត្តិការវាយឆ្មក់កាលពីថ្ងៃទី2ខែឧសភាឆ្នាំ2011លើទីតាំងលាក់ខ្លួនរបស់មេដឹកនាំភេរវករអូសាម៉ាប៊ីនឡាដិននៅក្នុងទីក្រុង Abbottabad ប្រទេសប៉ាគីស្ថានលោកបានចូលនិវត្តន៍ពីក្រុមប្រតិបត្តិការពិសេសនេះនៅឆ្នាំ2012ជាអ្នកបាញ់សម្លាប់មេដឹកនាំភេរវករពិភពលោកនៅខែវិច្ឆិកាឆ្នាំ2014ឈ្មោះរបស់លោក Robert ដែលជាអតីតសមាជិកក្រុម SEAL Team 6ត្រូវបានគេបញ្ជាក់ថាជាអ្នកបាញ់សម្លាប់អូសាម៉ាប៊ីនឡាដិនខ្លួនលោកផ្ទាល់បាននិយាយអំពីប្រតិបត្តិការសម្លាប់អូសាម៉ាប៊ីនឡាដិនដូចនេះថារាល់ពេលដែលខ្ញុំបិទភ្នែកខ្ញុំអាចឃើញវាខ្ញុំនៅចងចាំពីកម្ពស់របស់មេដឹកនាំភេរវករនោះគេមានរូបរាងស្គមជាងអ្វីដែលខ្ញុំបានគិតពុកចង្ការរបស់គេខ្លីមន្ត្រីមន្ទីរបញ្ចកោណអាមេរិកមិនបានអះអាងឬក៏បដិសេធពីការរៀបរាប់របស់លោក Robert O'Neill ឡើយរងការគំរាមកំហែងពីក្រុមភេរវករជុំវិញការសម្រេចចិត្តក្នុងការលាតត្រដាងថាលោកជាអ្នកសម្លាប់អូសាម៉ាប៊ីនឡាដិនលោកបានថ្លែងប្រាប់សារព័ត៌មានមួយថាខ្ញុំគិតថាវាគឺជាអាថ៌កំបាំងមួយដែលពិបាកលាក់បាំងអ្នករាល់គ្នាមានមោទនភាពនៅឆ្នាំ2015លោក Robert និងក្រុមគ្រួសារបានរងការគំរាមកំហែងពីក្រុមអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងនៅក្នុងតំបន់លើវង់នៅថ្ងៃទី4ខែតុលាឆ្នាំ2020លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការបង្ហាញនៅលើបណ្ដាញសង្គម Twitter របស់លោកដោយលើកឡើងថាអូសាម៉ាប៊ីនឡាដិននៅរស់រានមានជីវិតនៅឡើយហើយមនុស្សដែលត្រូវបានបាញ់សម្លាប់នោះជាមនុស្សជំនួសប៉ុន្តែលោក Robert បានធ្វើការឆ្លើយតបវិញថាគេនោះមិនមែនជាមនុស្សជំនួសឡើយនៅខែដដែលសារព័ត៌មាន CNN បានធ្វើការចុះផ្សាយបទសម្ភាសន៍មួយជាមួយនឹងឧត្តមសេនីយ៍ចូលនិវត្តន៍មួយរូបឈ្មោះ William McRaven
លោកជាមន្ត្រីជាន់ខ្ពស់ដែលបានមើលការខុសត្រូវលើប្រតិបត្តិការ Neptune Spear លោកបានអះអាងថាលោក Robert O'Neill ពិតប្រាកដណាស់បានបាញ់ Bin Laden ជីវិតគ្រួសារលោក Robert O'Neill បានរៀបការជាមួយនាង Jessica Halpin នៅខែសីហាឆ្នាំ2017នៅពេលស្គាល់គ្នាដំបូងនាងមិនបានដឹងថាអនាគតស្វាមីរបស់នាងជាអ្នកបាញ់សម្លាប់ Osama Bin Laden ឡើយ